គឺសាងសង់វីឡាគ្រីស្តាល់ដោយខ្ញុំឈ្មោះនេះគឺ design ពីលោកប៉ាហមីគឺគ្រោងសាងឆ្នាំ 2024 ឡូរួចរាល់ដល់ដោយស្ថាប័ននៅបាទនេះគឺគ្រឹះក្រោមនេះចឹងខ្ញុំថតវិជាដែលទៅគេថាអោយប្រាប់ឲ្យដឹងថាគឺលោកប៉ាហមីគឺគាត់ណាក់ design ម៉ូដគឺមកស្អាតគឺវីឡាគ្រីស្តាល់នេះគឺរឹងមាំប្រអិត20ដោយលោកប៉ាហមីនេះខ្ញុំថតពេលល្ងាចលោកប៉ាហមីគាត់ណាក់ design ម៉ូដគឺមកស្អាតគឺស្តង់ដារពីអាមេរិកនេះគឺម៉ូដស្អាតមែនទែនចាំងថ្ងៃពេលល្ងាចថ្ងៃលិចពីលិចនេះខ្ញុំនៅពីក្រោយគឺគៀកបន្តិចទិសប្រគុណបាទពីក្រោយគឺលោកប៉ាហមីគឺគាត់ណាក់ design ម៉ូដគឺមកស្អាតបងប្អូនដែលត្រូវការចង់ design ម៉ូដឬក៏វីឡាកូនកាត់វីឡាទឿឬក៏កពើហាគឺលោកប៉ាហមីគឺគាត់ design ឲ្យមកស្អាតគឺយើងប្រើដោយសារតែ N20 គឺត្រជាក់គឺសាងសង់វីឡាគ្រីស្តាល់នេះដែរបងគ្រីស្តាល់នេះដែរគឺប្រើឥដ្ឋអស់ 30000 គឺឥដ្ឋ10យើង 20000 គឺឥដ្ឋតាន់10000គឺដូចប្រើដេកយើង12លីអស់120ដើមគឺកញ្ចក់09 9លីរ៉ៃបាន់នេះគឺសាបក្រោមគឺអស់ស៊ីម៉ង5តោនកម្ពស់5តឹកគឺកន្លះម៉ែត្រគុណទៅវា220ការ៉េនេះគឺស្អាតមែនទែនបាទគឺខាងមុខគឺលម្អដោយពណ៌ស្អាតចាំបានលោកប៉ាហមីគាត់ design មកគឺមកស្អាតមកដោយទេសភាពដើមថ្នង់